Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចធម្មពលនៃច្រកទ្វារអាចកំបាំងដែលជាភាគទី15របស់យើងចាប់ផ្ដើមនៅសាច់រឿងពេលនេះផងដែរស៊ឺមូជាមួយនឹងកញ្ញាចុងសៀកំពុងតែជានៅរទេះសេះដើម្បីរត់គេចខ្លួនកាត់ពីតំបន់មួយចូលមកទីប្រជុំជនមួយជាមួយនឹងលបឿនមិនយឺតនោះទេដោយពេលនោះចុងសៀនាងក៏បាននិយាយថាបងប្រុសស៊ឺមូទម្លាក់ខ្ញុំចុះតាមផ្លូវនេះហើយខ្ញុំអាចបំបីអារម្មណ៍ក្រុមអ្នកតាមដានយើងបានម្យ៉ាងទៀតខ្ញុំគ្រាន់តែជាមនុស្សស្រីម្នាក់ប៉ុណ្ណោះពួកគេនឹងមិនអាចធ្វើឲ្យខ្ញុំមានបញ្ហាច្រើនពេកនោះទេស៊ឺមូបានប្រាប់ថាអ្នកនៅទីនោះនៅពេលដែលជនធានបានស្លាប់ដូច្នេះលោកពូទី5នឹងមិនអនុញ្ញាតឲ្យនាងរួចខ្លួននោះទេដល់រាបណាពូយើងស្ថិតនៅព្រំដែនកូនស៊ូគឺគ្មានផ្លូវអាចគេចផុតពីគ្រូសាជីនបានឡើយពេលនោះចុងសៀវនាងក៏បានលើកឡើងថាក្រៅពីនេះត្រកូលគ្រូសាធំទាំងអស់បានចិញ្ចឹមនៅសត្វសេះវិញ្ញាណដែលមានល្បឿនលឿនមិនយូរមិនឆាប់ពួកគេនឹងតាមពូយើងទន់ក្នុងរយៈពេលមិនតិចជាងកន្លះថ្ងៃនោះទេដូច្នេះពូយើងគួរតែបែកផ្លូវគ្នាវាអាចធ្វើឲ្យពួកគេមានការភ័ន្តច្រឡំនិងធ្វើឲ្យពួកគេបានបាត់បង់ការតាមដានពូយើងផងដែរស៊ឺមូគាត់មិនយល់ស្របនោះទេប្រហែលជា200ម៉ៃទៀតនៅទៅខាងលិចនឹងទៅដល់ជួរភ្នំដែលស្មុគស្មាញអាចធ្វើឲ្យពួកគេពិបាករកពូយើងពេលទៅដល់ទីនោះហើយសូម្បីតែសេះវិញ្ញាណក៏មិនអាចបន្ថែមល្បឿនបានដែរសម្លឹងទៅធ្វើឲ្យចុងសៀវនាងក៏បានមានសង្ឃឹមបន្ទាប់ពីឃើញជួរភ្នំសម្បូរទៅដោយព្រៃយើងនឹងអាចមានជម្រើសជាច្រើនទៀតដោយស៊ឺមូគាត់ក៏បានកំណត់ពេលវេលាថាយើងបានចេញដំណើរមុនពួកគេ2ទៅ3យាមប៉ុន្តែយើងពិបាកនិយាយថាតើយើងអាចទៅបានលឿនប៉ុណ្ណាដូច្នេះអ្វីដែលពួកយើងអាចធ្វើបានពេលនេះគឺធ្វើដំណើរបានលឿនបំផុតតាមដែលអាចយើងធ្វើទៅបានបំបោនៅរទេះសេះរបស់គាត់បន្ថែមនៅល្បឿនក្រឡេកមកក្រុមគ្រូសាវូវិញពេលនេះពួកគេកំពុងតែត្រៀមខ្លួនជាមួយនឹងយានជំនិះសេះជាច្រើនរបស់គាត់ដោយសេះមួយក្បាលដែលចម្លែកជាងគេគឺជាសេះវិញ្ញាណពេលនោះផងដែរបរិបបែបមុខម្នាក់ក៏បានមករាយការណ៍ប្រាប់ថាលោកម្ចាស់វូមិនដឹងជាខ្សឹបអ្វីនោះទេឯមានក៏មិនដឹងដែរដោយលោកម្ចាស់វូបាននិយាយថាលោកម្ចាស់ទី5បានចេញដំណើរជាមួយនឹងកងទ័ពរបស់គាត់រួចរាល់ហើយកូនពិតជាបានដោះស្រាយរឿងនេះបានល្អណាស់ក្នុងការរៀបចំល្បីឲ្យជិនធានវាប្រហារទៅលើស៊ឺមូឥឡូវនេះគេលែងមានគ្រូសាជិនគ្រប់គ្រងគេទៀតហើយដូច្នេះយើងអាចសម្លាប់ស៊ឺមូរួចហើយយកកំពីក្បាច់គុណរបស់គ្រូសាជុងដោយគ្មានឧបសគ្គអ្វីទាំងអស់ចំណែកកូនប្រុសរបស់គេវូហួរក៏បានធ្វើការគោរពសរសើរទៅវិញរឿងទាំងអស់អរគុណចំពោះផែនការដ៏ឆ្លៀសវៃរបស់ពុកជិនធានគេគឺជាមនុស្សល្ងងម្នាក់ដែលគ្មានប្រយោជន៍គ្រឿងសឹកអាវសូត្រមាសរបស់លោកម្ចាស់ទី5ហើយវត្ថុស័ក្តិសិទ្ធិសម្ងាត់ទាំងពីររបស់គាត់ក៏ត្រូវបានជិនធានលួចផងដែរប៉ុន្តែគេនៅតែគ្មានសមត្ថភាពសម្លាប់ស៊ឺមូលោកម្ចាស់វូតង់បានពោលថាដំបូងឡើយយើងសង្ឃឹមថាយ៉ាងហោចណាស់គេអាចសម្លាប់ស៊ឺមូដោយខ្លួនឯងបានប៉ុន្តែអ្វីៗបានប្រែប្រួលខ្លាយទៅជាបែបនេះដូច្នេះវាកាន់តែធ្វើឲ្យយើងមានប្រយោជន៍ថែមទៀតគិតបន្តិចហើយញញឹមបើកនៅប្រអប់តូចមួយសំណាងឲ្យខ្ញុំបានបង្កប់ចោរកម្មម្នាក់នៅក្បែរជិនធានមុនពេលដែលគេស្លាប់គេបានដាក់ម្សៅក្រអូប 1000 ម៉ៃជាប់ទៅលើខ្លួនរបស់ស៊ឺមូបន្ទាប់មកគាត់ក៏បានប្រឡែងសាឡាអិតនៅក្នុងប្រអប់មួយនោះឲ្យទៅដេញតាមក្លិនម្សៅក្រអូបដែលជាប់នៅលើខ្លួនស៊ឺមូរួចហើយពេលនេះគាត់ក៏បានឡើងជិះលើសេះវិញ្ញាណរបស់គាត់មិនថាឯងរត់ទៅដល់ទីណានោះទេក៏គ្មានប្រយោជន៍ដែរស៊ឺមូអ្នកទាំងអស់គ្នាពួកយើងនឹងធ្វើដំណើរតាមពីខាងក្រោយលោកម្ចាស់ទី5ការដណ្ដើមយកកំពីសម្ងាត់របស់គ្រូសាជុងគឺជារឿងចម្បងរបស់ពួកយើងដោយវូហួរគេនៅតែគុំជាមួយនឹងចុងសៀវស្រីចង្រៃការមុននាងហ៊ានបង្ហាញការមិនគោរពចំពោះគ្រូសាវូយើងផងម្យ៉ាងវិញទៀតខ្ញុំមិនឲ្យនាងរួចខ្លួនពីរឿងទាំងអស់នេះឡើយបន្ទាប់មកក្រុមរបស់ពួកគាត់ក៏បានចេញដំណើរកាត់មកស៊ឺមូដែលពេលនេះគាត់បានធ្វើដំណើរចូលមកដល់ក្នុងព្រៃនៅតាមផ្លូវចុងសៀវនាងក៏បាននិយាយថាបងស៊ឺមូសេះរបស់យើងពេលនេះវាបានធ្វើដំណើរលើសដែលកំណត់របស់វាហើយបើយើងនៅតែបន្តធ្វើដំណើរបែបនេះទៀតវានឹងដួលហើយស្លាប់បន្ទាប់ពីសម្លឹងមើលហើយស៊ឺមូក៏បានពោលថាយើងមិនអាចបន្តទៀតបាននោះទេប្រញាប់បញ្ឈប់ហើយឈប់ចតនៅត្រង់ផ្លូវបំបីជា2ដល់អ្វីដែលចុងសៀវនាងបាននិយាយមែនពេលនេះសេះមួយក្បាលនោះក៏បានដេកសម្រាកស៊ឺមូក៏បានសម្លឹងទៅមើលថ្ងៃរៀបលិចវាកំពុងតែជិតយប់ហើយចំណែកអ្នកដែលបានដេញតាមពួកយើងក៏បានបន្ថយល្បឿនដូចគ្នាពេលនោះផងដែរសម្រៃរបស់បាក់សីក៏បានមកលឺឡើងស៊ឺមូក៏បានដឹងវាគឺជាសត្វស្ទៀងក្បាលខៀវរបស់គ្រូសាជីនចុងសៀវត្រៀមខ្លួនធ្វើដំណើរភ្លាមទៅពេលនេះពួកគេបានតាមទាន់ពួកយើងរួចហើយបងស៊ឺមូតើសត្វស្ទៀងក្បាលខៀវគឺជាអ្វីនោះគឺជាសត្វស្លាបស៊ើបការរបស់ក្បួនគ្រូសាជីនប្រសិនបើវាបង្ហាញខ្លួននៅទីនេះលោកពូទី5ច្បាស់ជានៅមិនឆ្ងាយនោះទេខ្ញុំខ្លាចថាពួកគេក៏បាននាំមកនៅឆ្កែព្រៃជាមួយផងដែរសត្វសាហាវទាំងនោះអាចតាមក្លិនរបស់ពួកយើងបានរហូតដល់ទីនេះបងស៊ឺមូតើវាយឺតពេលហើយនៅក្នុងការចាក់ចែងឥឡូវនេះត្រូវហើយពេលនេះពួកគេបានធ្វើដំណើរលឿនជាងអ្វីដែលខ្ញុំបានរំពឹងទុកទៅទៀតចំណែកសេះរបស់យើងក៏ត្រូវបានអស់កម្លាំងទាំងស្រុងរួចទៅហើយពេលនេះខ្ញុំមានគំនិតមួយប៉ុន្តែពួកយើងត្រូវការអ្វីមួយដើម្បីបាត់បង់ក្លិនរបស់យើងសិនពេលនោះចុងសៀននាងក៏បាននឹកឃើញខ្ញុំមានរបស់មួយនៅជាប់ខ្លួនពេលដែលពុករបស់ខ្ញុំនិងខ្ញុំបានមកដល់ក្រុងហ្វឹងឆឹងយើងបានចំណាយពេលមួយយប់នៅក្នុងព្រៃប្រើប្រាស់នៅម្សៅវិញ្ញាណមួយនេះដើម្បីការពារខ្លួនពីសត្វព្រៃដែលធ្វើឲ្យពួកវាមិនអាចចាប់ក្លិនរបស់យើងបាននោះទេបន្ទាប់ពីពួកគាត់ទាំងពីរនេះបានបាច់នៅម្សៅវិញ្ញាណរួចហើយស៊ឺមូក៏បាននិយាយប្រាប់សេះថាវាអាស្រ័យលើអ្នកហើយឥឡូវនេះរៀបចំរួចគាត់ក៏បានវាយសេះឲ្យវាបានអូសនៅរទេះសេះទៅទេពេលនោះផងដែរស្ទៀងក្បាលខៀវក៏បានដេញតាមរទេះសេះមួយនោះដោយស៊ឺមូហើយនឹងចុងសៀវក៏បានទៅតាមផ្លូវម្ខាងទៀតធ្វើដំណើរដោយថ្មើរជើងគឺប្រញាប់រត់យកតែម្ដងរត់បានមួយសន្ទុះចុងសៀវនាងក៏បានអស់កម្លាំងស៊ឺមូក៏បានសួរថាតើមានការអ្វីដែរទេនាងបានប្រាប់ថាខ្ញុំមិនអីនោះទេបងស៊ឺមូតោះពួកយើងប្រញាប់រត់ឲ្យលឿនភ្លាមទៅស៊ឺមូក៏បានដឹងនាងមិនមែនជាអ្នកហាត់គុណនោះទេហើយទើបតែត្រូវជិតពុនមិនយូរប៉ុន្មាននោះឡើយមកជិះលើក្នុងខ្ញុំវិញយើងនឹងត្រូវចាក់ចេញពីទីនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានបន្ទាប់ពីអៀវនៅរាងកាយរបស់ចុងសៀវហើយពេលនោះស៊ឺមូក៏បានបន្លាស់ទីយ៉ាងលឿនជាមួយនឹងបច្ចេកទេសរន្ទះស្រមោលរបស់គាត់ពេលនេះផងដែរក្រុមរបស់លោកម្ចាស់វូក៏បានដេញតាមដល់ផ្លូវបំបែកឃើញនៅសត្វល្អិតរបស់គាត់ឆ្វេងឆ្វាយចុះឡើងគាត់ក៏បានឈប់សិនពេលនេះវាកំពុងតែមានប្រតិកម្មខ្លាំងណាស់ដែលវាបានហោះចុះឡើងទៅផ្លូវខាងនេះម្ដងផ្លូវខាងនោះម្ដងពុកតែមានរឿងអ្វីកើតឡើងមែនទេសំឡឹងតែមើលដាននៅលើផ្លូវហើយលោកម្ចាស់វូក៏បាននិយាយថាអាក្មេងម្នាក់នោះកំពុងតែលេងល្បិចហើយគេបានឲ្យរទេះសេះទៅទេធ្វើដំណើរចូលទៅក្នុងព្រៃដោយខ្លួនឯងដើម្បីទាញពេលវេលាឲ្យខ្លួនគេធ្វើដំណើរទៅផ្លូវផ្សេងមួយទៀតទោះជាយ៉ាងណាក៏ដោយវាជារឿងអកុសលរបស់គេក្លិនក្រអូប100ម៉ែដែលបានជាប់នៅលើខ្លួនរបស់គេមិនអាចលាក់បាំង
បានឡើយល្អណាស់ពុកក្មេងប្រុសសម្រាយម្នាក់ដែលបានគិតថាខ្លួនឯងអាចគេចផុតពីកំណាប់ដៃរបស់យើងបានវាពិតជាគួរអស់សំណើចខ្លាំងណាស់ត្រូវហើយពេលនេះក្រុមរបស់គ្រូសាជិនទំនងជាបានមកដល់ក្នុងពេលឆាប់ៗនេះហើយទោះជាយ៉ាងណាក៏ដោយល្បិចទួយតែរបស់ស៊ឺមូអាចមានប្រសិទ្ធភាពចំពោះពួកគេស្ដាប់តាមបញ្ជារបស់ខ្ញុំចាត់មនុស្សមួយក្រុមឲ្យនៅពីខាងក្រោយលុបដានទាំងអស់របស់ពួកយើងបន្ទាប់មកលាកសេះនៅកន្លែងណាមួយដែលមិនអាចឲ្យពួកគេមើលឃើញដោយវូហួរគេក៏បានសុំឪពុករបស់គេទៅចាត់ការស៊ឺមូដោយផ្ទាល់ចុះពីលើក្នុងសេះឲ្យលោកម្ចាស់វូក៏បានប្រាប់ថានៅទីនេះសម្រាប់ឲ្យស្រួលទៅទុកឲ្យពុកជាអ្នកសម្លាប់ស៊ឺមូវិញបន្ទាប់មកយកគម្ពីរសម្ងាត់របស់គ្រូសាជុងចំពោះចុងសៀវពុកនឹងនាំនាងមកវិញហើយទុកនាងឲ្យកូនដោះស្រាយតាមដែលកូនចង់បានល្អខ្ញុំនឹងស្ដាប់តាមពុកបន្ទាប់មកមនុស្សមួយក្រុមរបស់វូហួរក៏បានលុបដានទាំងអស់រួចហើយទៅលាកខ្លួននៅក្បែរនឹងមិនយូរប៉ុន្មានក្រុមរបស់លោកម្ចាស់ទី5ក៏បានមកដល់ផ្លូវបំបែកឈប់សិនហើយសម្លឹងមើលមជ្ឈដ្ឋានជុំវិញនៅទីនោះដោយសារតែថ្ងៃចាប់ផ្ដើមលេខហើយមើលមិនសូវឃើញច្បាស់នោះទេចំណែកប្រយោជន៍របស់សត្វស្ទៀងក្បាលខៀវក៏មានកម្រិតផងដែរពេលនោះកូនចៅរបស់កូនម្នាក់ក៏បានធ្វើការគោរពហើយនិយាយថាកុំបារម្ភអីលោកម្ចាស់ខ្ញុំប្រកាសជាតែអូសកមនុស្សអាក្រក់មែននោះឲ្យបានដោយសារតែឆ្កែព្រៃរបស់យើងមិនដែលធ្វើឲ្យពួកយើងខកបំណងនោះឡើយហេតុចុះឡើងឆ្កែព្រៃទាំងពីរក៏បាននាំផ្លូវទៅមុនធ្វើឲ្យក្រុមរបស់លោកម្ចាស់ទី5ក៏បានធ្វើដំណើរតាមសកម្មភាពទាំងអស់ត្រូវបានមើលឃើញនៅក្រុមរបស់វូហួរក្រឡេកមកក្រុមរបស់លោកម្ចាស់វូវិញដែលពេលនេះគាត់កំពុងតែរត់តាមនៅសាលរបស់គាត់ដែលវាគឺជាអ្នកនាំផ្លូវផងដែរបន្ទាប់ពីដេញតាមចុះឡើងគាត់ក៏បានឲ្យកូនចៅរបស់គាត់ទាំងអស់ឈប់សិនញញឹមបន្តិចយើងកាន់តែខិតជិតមកដល់ហើយដោយសារតែស៊ឺមូត្រូវបានស្ត្រីម្នាក់កំពុងតែអូសទាញឲ្យគេធ្វើដំណើរយឺតបន្ទាប់មកក៏បានយកនៅសាលរបស់គាត់ដាក់ក្នុងប្រអប់វិញបន្ទាប់មកគាត់ក៏បានបែកចែកមនុស្សជាពីរក្រុមយើងត្រូវតែចែកផ្លូវគ្នាជាពីរក្រុមដើម្បីឡោមព័ទ្ធពួកគេអ្នកណាដែលចាប់មនុស្សប្រុសស្រីទាំងពីរនេះនោះបានខ្ញុំនឹងប្រកល់រង្វាន់យ៉ាងពេញចិត្តដោយពេលនេះផងដែរចុងសៀវជាមួយនឹងស៊ឺមូក៏បានឈប់សម្រាកញ៉ាំទឹកចាប់អារម្មណ៍នៅអ្វីកំពុងតែចូលមកក៏បានឲ្យចុងសៀវនេះស្កាត់មាត់បិទភ្នែកផ្ទៀងត្រចៀកស្ដាប់ឮនៅសម្រាប់យើងជាច្រើនកំពុងតែចូលមកដែលគឺជាមនុស្សមួយក្រុមរបស់លោកម្ចាស់វូបន្ទាប់មកគាត់ក៏បានហក់ឡើងទៅលើដំឈើដើម្បីមើលឲ្យបានច្បាស់សម្លឹងទៅបានឃើញអាម៉ាប់ជាមួយនឹងគ្នារបស់គេជាច្រើនផ្សេងទៀតនៅមិនទាន់អស់ឡើយសម្លឹងទៅមួយខាងទៀតក៏បានឃើញក្រុមរបស់លោកម្ចាស់វូដែលគ្នារបស់គាត់ក៏មិនតិចដែរមើលទៅពួកគេកំពុងតែដេញតាមបែបផ្លូវឡោមព័ទ្ធខ្ញុំហើយដូច្នេះយើងមិនអាចរួចគេចខ្លួនពីពួកគេបានឥឡូវនេះនោះទេមានតែត្រូវតស៊ូដើម្បីព្យាយាមរកផ្លូវចេញហក់ចុះមកវិញសម្លឹងទៅក៏បានភ្ញាក់ផ្អើលបន្ទាប់ពីឃើញចុងសៀវកំពុងតែរៀបដុំថ្មចុងសៀវតែអ្នកកំពុងតែធ្វើអន្ទាក់មែនទេចាស់ត្រូវហើយខ្ញុំធំឡើងបានរៀនខ្លះដែរវាគឺជាទម្រង់របាំងថ្មមូលដ្ឋានមួយចំនួនពីឪពុករបស់ខ្ញុំដែលអាចឲ្យពួកគេសម្លឹងមើលដីនៅទីនេះមានរាងកោងនិងដដែលហើយងាយនឹងឲ្យពួកគេត្រូវបានមកវិញដូចគ្នាយើងគួរតែប្រើប្រាស់វាដើម្បីផលប្រយោជន៍របស់យើងស៊ឺមូក៏បានសរសើរគំនិតល្អដូច្នេះខ្ញុំនឹងរៀបចំអន្ទាក់មួយចំនួនផងដែរបាញ់ចេញនៅខ្សែនឹងគ្រប់ព្រួយពួកវាគួរតែមានប្រយោជន៍សម្រាប់យើងបន្ទាប់ពីរៀបចំអន្ទាក់រួចរាល់ចុងសៀវនាងក៏បានបើកនៅទម្រង់នៃការបង្កើតរបស់នាងឡើងមកពេលនេះវាបានដំណើរការហើយធ្វើឲ្យទីកន្លែងនោះឡើងហុយជុកតែម្ដងដោយក្រុមរបស់អាម៉ាប់ក្បាលទាំងអស់ក៏បានចូលមកដល់គ្នារបស់គេក៏បានធ្វើថាលបងធំនៅពេលដែលពួកយើងចាប់ខ្លួនប្រុសស្រីទាំងពីរនាក់នោះបានតែលបងធំគិតថាលោកម្ចាស់វូនឹងផ្ដល់រង្វាន់ដល់ពួកយើងប៉ុន្មានលបងរបស់គេក៏បានតបថាតើអ្នកគិតថាគាត់នឹងឲ្យមនុស្សល្ងងដូចជាឯងប៉ុន្មានបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើអ្នកដទៃទៀតបានសើចចំអកគេយ៉ាងខ្លាំងបានហើយឈប់សើចទីទៅគ្មាននរណាម្នាក់ក្នុងចំណោមពួកឯងខ្លាំងជាងខ្ញុំនោះទេដោយលបងរបស់គេក៏បានចាប់អារម្មណ៍នៅស្រមោលដែលបានរត់កាត់ខាងមុខវាហាក់ដូចជាអំបីមានមនុស្សរត់កាត់មុខយើងតើវាអាចជាអាក្មេងម្នាក់នោះមែនទេត្រូវហើយគឺជាគេប្រញាប់ដេញតាមគេភ្លាមទៅលឿនឡើងកុំឲ្យគេរត់បានឲ្យសោះបន្ទាប់ពីរត់ចូលមកដល់ទម្រង់នៃការបង្កើតអន្ទាក់របស់ចុងសៀវហើយអាម៉ាប់ក៏បានឈប់បន្តិចប្រយ័ត្នជំហានរបស់អ្នករស់គ្នាខ្ញុំមានអារម្មណ៍ថាវាពិតជាចម្លែកណាស់សម្លឹងចោលឡើងអាម៉ាប់ក៏បានចូលនៅខ្សែអន្ទាក់គ្រាប់ព្រួយនៅលឿនមួយក៏បានហោះសម្លាយចូលមកកិច្ចផុតបន្តិចត្រូវកូនចៅរបស់គេដែលនៅខាងក្រោយខ្ទៀតប៉ើងប្រូម្នាក់ទៀតក៏បានឃើញហើយដឹងថាវាបានចេញពីទីនោះរត់ចូលទៅត្រូវបានខ្សែធ្លាក់ចុះមកចាប់រឹតករបស់គេឡើងទៅខាងលើព្យួរជាប់នៅដើមឈើឡើងត្រង់ជើងស្ដូកពេលនោះអាម៉ាប់ក៏បានប្រញាប់ប្រើប្រាស់ធម្មពលកាត់នៅខ្សែទម្លាក់ចុះមកយកដៃទៅស្ទាបដង្ហើមដឹងថាពេលនេះវាបានស្លាប់ហើយដូច្នេះពួកយើងប្រញាប់ដកថយសិនរត់បកក្រោយនឹមនៅគ្នារបស់គេដែលនៅសេសសល់ត្រឡប់ទៅវិញរត់បានបន្តិចភ្ញាក់ផ្អើលថាហេតុអ្វីបានជាពួកយើងត្រឡប់មកដល់ទីកន្លែងដដែលដោយរបៀបណាដូច្នេះមានតែសារលបងទៅផ្លូវមួយទៀតរត់ចុះរត់ឡើងក្រុមរបស់ពួកគេក៏បានមកដល់ទីកន្លែងដដែលតែអាក្មេងម្នាក់នោះវាចេះអាគមមែនទេដែលវាអាចធ្វើឲ្យពួកយើងវង្វេងនៅទីនេះលបងធំពេលនេះពួកយើងមិនអាចចេញទៅណាបាននោះទេអាក្មេងចង្រៃឈប់ប្រើល្បិចទីទៅបង្ហាញខ្លួនមកដើម្បីប្រឈមមុខជាមួយនឹងពួកយើងនិយាយច្រើនពេកក៏បានស៊ីមួយគ្រាប់ព្រួយខ្ទៀតប៉ាំងស្ដោកលឿនឡើងបាញ់ព្រួយជាសញ្ញាដើម្បីជួលដំណឹងដល់លោកម្ចាស់វូបំរុងនឹងបាញ់ទៅហើយពេលនោះគ្រាប់ព្រួយមួយទៀតក៏បានតម្រង់ចូលមកចូលកណ្ដាលទ្រូងពេញខ្ទៀតប៉ាំងឆ្កឹងជាប់ដើមឈើវាមិនមែនគ្រាន់តែជាអន្ទាក់នោះទេគេបានបាញ់ព្រួយទៀតផងលឿនឡើងប្រញាប់ទៅលាកខ្លួននៅក្រោមដើមឈើភ្លាមទៅដល់អាបារ៉ូម្នាក់ក៏បានថយចុះឡើងចូលនៅខ្សែអន្ទាក់ធ្វើឲ្យដុំថ្មមួយក៏បានធ្លាក់ចុះមកសង្កត់ចំកណ្ដាលក្បាលរបស់គេស្លាប់តែម្ដងនៅសារមួយទៀតកំពុងតែស្លន់នៅក្រោមដើមឈើរបស់ចុងសៀវដែលពេលនេះនាងកំពុងតែនៅខាងលើអាមេនៅគ្រប់កំភ្លើងរបស់នាងបាញ់ទៅលើដីវាក៏បានរៀលឆាបឆេះទៅរាងកាយរបស់វាបន្ទាប់ពីឃើញបែបនោះគ្នារបស់គេក៏បានព្យាយាមរត់ប៉ុន្តែចុងសៀវនាងក៏បានបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យវាបានស្រែកពោពេញទៅដោយក្តីជឿជោគចាប់ពេលនោះលបងធំរបស់គេក៏បាននិយាយថាហេតុអ្វីបានជាគ្នារបស់យើងត្រូវបានវាប្រហារដោយរបៀបណាតើមាននរណាបានឃើញវាដែរឬទេភ្លាមនោះគ្រាប់ព្រួយនៅលើមួយគ្រាប់ទៀតបានទម្លុះនៅដើមឈើជាមួយនឹងក្បាលរបស់កូនចៅរបស់គាត់ម្នាក់ទៀតអ្នកទាំងអស់គ្នាប្រញាប់ក្រាបចុះភ្លាមទៅគ្រាប់ព្រួយរបស់វាខ្លាំងណាស់អាចទម្លុះនៅដើមឈើបានទៀតផងសម្លឹងចុះឡើងវាទៅខាងមុខហើយប្រាប់កូនចៅរបស់គេថាអ្នកដែលបាញ់ព្រួយច្បាស់ណាស់គឺជាស៊ឺមូដោយការវិនិច្ឆ័យពីកម្លាំងនៃការបាញ់នោះស៊ឺមូគេមិននៅឆ្ងាយពីយើងនោះទេហើយពេលនេះខ្ញុំមានផែនការមួយដែលពេលនោះផងដែរយើងក៏បានឃើញនៅកូនចៅរបស់គេម្នាក់បានកាន់នៅរនាងដៃពីរធ្វើជាខែលខិតចូលទៅរើគ្រាប់ព្រួយនៅខាងមុខដែលវាគឺជាគ្រាប់ព្រួយផ្ដល់សញ្ញាទៅដល់លោកម្ចាស់វូពេលនោះផងដែរគ្រាប់ព្រួយនៅលើក៏បានបាញ់ចូលមកទម្លុះនៅរបាំងដៃនោះពីមួយខាងទៅមួយខាងលបងរបស់គេក៏បានដឹងថានេះមិនមែនជាគ្រាប់ព្រួយធម្មតា
តានោះទេវាគឺជាធ្នូដ៏រឹងមាំមួយដែលមានកម្លាំងចាប់ពី7ថ្មវិញ្ញាណឡើងទៅសូម្បីតែរនាងដៃខ្មៅក៏មិនអាចរៀងវាបានឡើយពួកអដែងក៏ភ្លើងដុតវាទៅពេលនេះភ្លើងកំពុងតែរាលដាលឆេះនៅទីនេះអាក្មេងម្នាក់នោះនឹងគ្មានកន្លែងណាដើម្បីលាក់ខ្លួនទីទេហើយក្រុមរបស់លោកម្ចាស់វូប្រកាសជានឹងឃើញអាណាភ្លើផងដែរដូច្នេះយើងគ្រាន់តែទ្រាំបន្តិចទៀតប៉ុណ្ណោះពេលលោកម្ចាស់វូមកដល់ក្មេងប្រុសម្នាក់នោះច្បាស់ជាចប់ហើយពេលនេះផងដែរស៊ឺមូកំពុងតែសម្លឹងរកឱកាសដើម្បីចូលទៅវាប្រហារបរិសម្នាក់នោះនៅខាងមុខបន្លាស់ទីចូលទៅយ៉ាងលឿនកាប់មួយដៃចេញទៅជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាដែលធ្វើឲ្យបរិសម្នាក់ទៀតក៏បានឃើញហក់ចូលមកយាកាប់ពេញមួយទំហឹងចុងសៀននេះក៏បានបាញ់មួយគ្រាប់ចូលមកធ្វើឲ្យរាងកាយរបស់គេក៏បានឆេះនៅមិនទាន់អស់ទេពីរនាក់ទៀតក៏បានហក់ចូលកាប់ពីខាងក្រោយហក់កិច្ចផុតបន្តិចទប់រងពីការវាប្រហាររបស់បរិសម្នាក់ធំក៏វាចេញខ្ទាតប៉ាមកខាងក្រោមវិញដែលវាក៏បានសម្លឹងឃើញចុងសៀននៅលើមេឈើផងដែរនោះគឺជាស្ត្រីម្នាក់នោះដែលបានធ្វើដំណើរមកជាមួយនឹងគេពួកឯងទាំងពីរនេះមិនអាចរួចកិច្ចខ្លួនបានឡើយលឿនឡើងប្រញាប់ចូលទៅចាប់ពួកគេភ្លាមទៅដើម្បីសងសឹកឲ្យបងប្អូនរបស់យើងដែលបានស្លាប់ហក់កាប់ស៊ឺមូពេញមួយទំហឹងទប់រងមួយដោយគ្នារបស់គេពីរនាក់ទៀតក៏បានកាប់ចូលដូចគ្នាស៊ឺមូបន្ទាប់ពីកិច្ចផុតកាប់សងទៅវិញមួយដែរប៉ុន្តែត្រូវបានអាម៉ាប់យកដៃទប់រងទាន់បន្ទាប់មកស៊ឺមូក៏បានដកអាវុធសម្ងាត់របស់គាត់ចាក់ចូលទៅពីខាងក្រោយប៉ុន្តែបរិសម្នាក់ទៀតក៏បានយកដៃរបស់គាត់រងជាប់3ទួលមួយចាំអង្ការទៀតរត់សិនហើយហក់ចោះឡើងបែរក្រោយយកដៃរបស់គាត់ទប់រងពីការវាប្រហាររបស់អាម៉ាប់កំពុងតែកាប់ចូលមកចំណែកចុងសៀមបន្ទាប់ពីឃើញបរិសម្នាក់ទៀតកំពុងតែព្យាយាមសម្រុកចូលទៅនាងក៏បានបាញ់មួយគ្រាប់ចេញមកស្កាត់មុខដែលធ្វើឲ្យគ្នារបស់គេក៏បានហក់កាប់បំបែកចេញដោយបរិសម្នាក់ជាមួយនឹងស៊ឺមូកំពុងតែបដូរស្នាដៅគ្នាម្នាក់ចាក់ឡើងទៅស៊ឺមូកាប់ចុះមកផ្លែដៅរបស់គាត់ហ៊ានមកដល់ក្បាលត្រងោលរបស់អាម៉ាប់ទៅហើយកូនចៅរបស់គេពីរនាក់ក៏បានមកជួយទាន់ដែលធ្វើឲ្យស៊ឺមូក៏បានដកថយទៅខាងក្រោយបន្តិចចាក់បញ្ចូលធម្មពលរបស់គាត់ទៅក្នុងដៅបន្លាស់ទីយ៉ាងលឿនឆ្វែលជុំវិញអ្នកទាំង3ដែលគឺជាបច្ចេកទេសស្នាដៅទាំង6ក្នុងមួយដង្ហើមវាប្រហារចូលទៅព្រមគ្នាតែម្ដងពេលនោះក្រុមរបស់អាម៉ាប់ក៏បានបើកនៃចំហាយធម្មពលរបស់គាត់ធ្វើជាខែការពារទប់រងពីការវាប្រហាររបស់ស៊ឺមូជាប់បំបែកចេញវាក៏បាននិយាយដូចដងថានេះគឺជាទម្រង់នៃការបង្កើតការរួមបញ្ចូលគ្នានៃកម្លាំងរឹងហើយនិងកម្លាំងទន់ឯងមិនអាចប្រើប្រាស់នៅកម្លាំងធម្មពលរបស់ឯងឆ្លងកាត់មកវាប្រហារខ្ញុំបានឡើយពេលនោះស៊ឺមូមិនបានបញ្ឈប់នោះទេបានប្រើប្រាស់ជាមួយនឹងកម្លាំងធម្មពលរបស់គាត់បន្ថែមទៀតដែលគឺជាបច្ចេកទេសរន្ទះស្រមោលទាំង8ក្នុងមួយដង្ហើមកាប់ចូលទៅពេញមួយទំហឹងស្រមោលដែលកំតិចពន្លឺបំបែកនៅទម្រង់នៃការបង្កើតរបស់នេះទាំង3ខ្ទេចពួកពួកគេក៏បានភ្ញាក់ផ្អើលថាតើពេលនេះស៊ឺមូតាណាបាត់ហើយសំឡឹងមើលចុះឡើងឆ្វេងស្ដាំពេលនោះស៊ឺមូក៏បានបង្ហាញខ្លួននៅខាងលើលំហជាមួយនឹងកម្លាំងធម្មពលរបស់គាត់ពេញរាងកាយបងវេខ្លួនកម្មមួយចំហាយធម្មពលដើរចូលទៅដែលធ្វើឲ្យក្រុមរបស់អាម៉ាប់បានស្រែកថាប្រញាប់រត់ភ្លាមទៅចំហាយនៃធម្មពលដើររបស់ស៊ឺមូក៏បានផ្ទុះទាំងដូចជាគ្រាប់បែកដែលធ្វើឲ្យកូនចៅរបស់គេពីរនាក់ដេកយ៉ាងស្អាតនៅក្នុងថ្លុកឈាមប៉ុន្តែអាម៉ាប់មិនទាន់ងាប់នៅឡើយនោះទេក៏បានព្យាយាមរត់គេចពេលនោះស៊ឺមូក៏បានទម្លាក់ខ្លួនចុះមកបញ្ចេញនូវធ្នូរបស់គាត់ដាក់នៅគ្រាប់យាបាញ់ទៅពីខាងក្រោយទម្លុះនៅជើងរបស់អាម៉ាប់ធ្វើឲ្យវាក៏បានដួលកាប់មុខស៊ឺមូក៏បានដើរចូលទៅយកដៃភ្ជង្គករបស់វាតាមមេគ្រូសាវូនៅទីនេះមានទេគិតបន្តិចវាក៏បានប្រាប់ថាបាទហើយនេះប្រុសវូហួរក៏នៅទីនេះផងដែរស៊ឺមូក៏បានសួរបន្ថែមទៀតថាហេតុអ្វីបានជាពួកគេអាចតាមដានពួកយើងមកដល់ទីនេះបានទាំងដែលខ្ញុំបានប្រើប្រាស់នៅម្សៅវិញ្ញាណដើម្បីបាត់បង់ក្លិនហើយដល់អាម៉ាប់គេមិនព្រមឆ្លើយនោះទេពេលនោះស៊ឺមូក៏បានយកចុងដៃធ្វើឲ្យករបស់គេមានរបួសបាទវាគឺជាសាឡាតាមក្លិនពេលនោះផងដែរគ្រប់ព្រួយជាច្រើនប្រៀបដូចជាគ្រប់ភ្លីកំពុងតែបាញ់សម្ដៅចូលមកក្រឡេកឃើញទាន់ស៊ឺមូក៏បានអាឡាខ្លួនគេចុះគេឡើងប្រើប្រាស់ដៃរបស់គាត់ដើម្បីកាប់ទប់រងសំឡឹងទៅក៏បានឃើញក្រុមរបស់លោកម្ចាស់វូកំពុងតែសម្រុកចូលមកហើយគាត់ក៏បានបែរទៅមើលចុងសៀនដែលនៅលើដើមឈើបន្ទាប់មកគាត់ក៏បានផ្ដល់សញ្ញាឲ្យនាងបានដឹងរួចហើយគាត់ក៏បានបន្តរត់បំបែដានពេលនោះផងដែរលោកម្ចាស់វូក៏បានសម្លឹងទៅមើលឃើញសាកសពជាច្រើននៅទីនោះអាក្មេងកំណាយម្នាក់នេះមានធ្នូដ៏មានឥទ្ធិពលទៀតផងប្រញាប់បំបែកគ្នាដើម្បីស្វែងរកគេភ្លាមទៅបាទលោកម្ចាស់ចំណែកស៊ឺមូគាត់មិនបាននៅឆ្ងាយនោះទេពេលនេះកំពុងតែនៅលើដើមឈើសម្លឹងមើលទៅក្រុមរបស់លោកម្ចាស់វូយានៅគ្រាប់ព្រួយរបស់គាត់នៅក្នុងដៃតម្រង់ទៅមួយគ្រាប់ C2 ខ្ទាតប៉ាងដោតជួបនឹងដើមឈើប្រញាប់បន្លាស់ទីបាញ់វាប្រហារទៅលើនេះផ្សេងទៀតបដូរទិសដៅបាញ់ចេញគ្រប់ទីកន្លែងធ្វើឲ្យបរិសម្នាក់នោះឡើងវល់តែម្ដងឈួតហើយតើពេលនេះគេណែអាណាពិតប្រាកដទៅដោយស៊ឺមូគាត់ក៏បានសង្ស័យថាតើវូតង់ពេលនេះណែណាក្រឡេកមកក្រុមរបស់លោកម្ចាស់ទី5ដែលពេលនេះពួកគាត់កំពុងតែព្យាយាមដេញនៅរទេះសេះទូទេដោយឆ្កែព្រៃពីរក្បាលក៏បានរត់មកយ៉ាងលឿនដើម្បីកាប់មុខដែលធ្វើឲ្យរទេះសេះកំពុងតែលឿនបានឈប់ភ្លាមចំណែកលោកម្ចាស់ទី5ក៏បានមកដល់ប្រញាប់ចូលទៅបើករទេះសេះមើលសំឡឹងទៅគឺទូទេស្អាតខឹងយ៉ាងខ្លាំងក្រវេមួយដៃចំបរោះម្នាក់ដែលនៅខាងក្រោយខ្ទាតប៉ើងអាមនុស្សល្ងងតាមដានជំហានរបស់អ្នកឡើងវិញលើកនេះត្រូវតែស្វែងរកដោយប្រុងប្រយ័ត្នប្រសិនបើអ្នកណារកមិនឃើញផ្លូវពួកគេធ្វើដំណើរនោះទេខ្ញុំនឹងប្រើជីវិតរបស់អ្នកបូជាដើម្បីកាន់ទុកគុណប្រុសរបស់ខ្ញុំបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យបរោះប្រមាណនេះភ័យយ៉ាងខ្លាំងបាទលោកម្ចាស់ដោយក្រុមរបស់គាត់ក៏បានធ្វើដំណើរត្រឡប់ទៅខាងក្រោយវិញក្រឡេកមើលស៊ឺមូវិញពេលនេះបានត្រូវមនុស្សមួយក្រុមរកឃើញយកដៃចាប់ដកនៅគ្រឿងព្រួយប៉ុន្តែវាបានអស់ទៅហើយស៊ឺមូពេលនេះឯងបានអស់គ្រឿងព្រួយហើយដូច្នេះមានតែស្លាប់តែប៉ុណ្ណោះហក់ឡើងក្រវិញចេញជាមួយនឹងចំហាយធម្មពលដៃរបស់គេចូលមកដែលធ្វើឲ្យស៊ឺមូក៏បានបញ្ចេញដៃរបស់គាត់កាប់បំបែកចេញហើយវាប្រហារចូលទៅសម្រាប់មួយផ្សេងទៀតក៏បានសម្រុកចូលមកដោយដែលអ្នកទាំងអស់គ្នាបានឃើញពួកអាពងដាល់ទាំងអស់នេះមិនមែនជាដៃគូរបស់ស៊ឺមូនោះទេត្រឹមតែមួយស្នេហ៍ពីរស្នេហ៍សម្រាប់អាពងម៉ាក់នេះនោះចោលហើយពេលនោះផងដែរចំហាយនៃធម្មពលរបស់លោកម្ចាស់វូក៏បានវាប្រហារចូលមកពីចម្ងាយដែលធ្វើឲ្យស៊ឺមូក៏បានក្រវាបំបែកចេញមួយហក់ចូលទៅបន្តប៉ុន្តែត្រូវបានខ្ទេបប៉ះមកខាងក្រោយវិញបន្ទាប់ពីបានឃើញមុខរបស់លោកម្ចាស់វូហើយស៊ឺមូក៏បាននិយាយថាការវាឈ្មោះនឹងការវាប្រហារលុយលាក់បែបនេះពិតជាស័ក្តិសមនឹងគ្រូសាវូរបស់អ្នកមែនដែលលោកម្ចាស់វូក៏បានលើកឡើងថាជាមួយនឹងធ្នូ7ថ្មវិញ្ញាណដ៏មានឥទ្ធិពលរបស់អ្នកសូម្បីតែមនុស្សដែលមានក្បាច់គុណខ្លាំងក្លាក៏ដោយនៅតែមិនមែនជាដៃគូរបស់គ្រប់ព្រួយអ្នកនោះទេប៉ុន្តែឥឡូវនេះគ្រប់ព្រួយរបស់អ្នកបានអស់ហើយជាមួយនឹងបច្ចេកទេសដៃរបស់អ្នកក៏មិនខ្លាំងក្លាណាស់ដែរដូច្នេះវាមិនមែនជាបញ្ហាធំសម្រាប់ខ្ញុំនោះទេសម្រាប់អ្នកទាំងអស់គ្នាដែលមិនចង់រងចាំទស្សនាភាគបន្តយូរអាចចូលទៅទស្សនានៅក្នុងកូនក្រុម VIP របស់ Admin បានដែលមានដល់ភាគទី21ហើយក៏នៅមានរឿងផ្សេងទៀតដែល Admin
មានបានសម្រេចបច្ចុប្បន្នដូចជាចូល10រឿងជាងហើយទាំងរឿងថ្មីដែលមានទើបតែផលដល់ភាគទី3សម្រាប់តម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងអាចទស្សនាបានប្រចាំថ្ងៃតែម្ដងដោយសារតែនៅក្នុងកូនក្រុម VIP ឲ្យមានផុសភាពបន្តជារៀងរាល់ថ្ងៃចាប់អារម្មណ៍អាចឆាតមកសាកសួរព័ត៌មានបន្ថែមបាន link Telegram ផ្ទាល់របស់ admin គឺនៅក្រោម comment និងហើយសាច់រឿងភាគទី15របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ admin សូមជម្រាបលាបាយបាយ